នេះគឺជារាជធានីចាស់នៃព្រះរាជាណាចក្រកម្ពុជាគឺជាអូសៀនជាតិធម្មជាតិពិតៗ 100% ហើយក៏ជាកន្លែងគោរពសាសនាដ៏ធំបំផុតនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់សាសនាហិណ្ឌូផងដែរវ៉ាវសួស្តីប្រជាជនកម្ពុជាសួស្តីបងប្អូនអរគ្នាទាំងនៅក្នុងស្រុកនិងក្រៅស្រុកកាន់ប្លុកខ្ញុំសាជាថ្មីមកកាន់ទឹកដីភ្នំគូលែនដ៏ស័ក្តិសិទ្ធិមុននឹងបានធ្វើដំណើរទៅដល់លើកំពូលភ្នំគូលែននៅជើងភ្នំយើងតែងតែធ្វើការគោរពនិងបូជាចំពោះអ្នកយាមផ្លូវនោះគឺជារូបសំណាកហើយនឹងអ្នកមានបារមីស័ក្តិសិទ្ធិតែងតែនៅតាមជើងភ្នំដែលការពារពេលដែលយើងធ្វើដំណើរទៅដល់លើកំពូលភ្នំយើងតែងតែឈប់និងគោរពបូជាឬក៏ថតរូបលេងថាជាខ្ញុំឬក៏គេទេគឺជា style ថតរូបពេលដែលឃើញទេសភាពស្អាតៗបែបនេះអ្នកណាទ្រាំបានឥឡូវនេះបានមកដល់លើកំពូលភ្នំម៉ោងបាយតែម្ដងម៉ោងបាយនឹកអូនតែនៅទីនេះមានសម្បុកអមាល់ធំណាស់គួរឲ្យចាប់អារម្មណ៍មែនតើដោយសារតាហាងនេះគឺមានការ design យកសម្បុកអមាល់ដែលបានយកកូនចេញអស់ហើយយកមកតាំងនៅចៃដន្យតែម្ដងចូលហាងភ្លឹបភ្លៀងមកវូសំខាន់អ្នកកាន់ឆាត់នេះពិតជាឆាត់ធំរបស់គេមែនគ្មានភ្លៀងណាដែលត្រូវខ្លួនមួយដំណក់នោះទេដោយសារតែឆាត់នេះគឺឆាត់ធំខ្លាំងណាស់ចំណែកឯម្ហូបកំងក៏បានមកដល់ហើយមានរសជាតិយ៉ាងណាតោះតាមដានទាំងអស់គ្នាម្ហូបដែលឆ្ងាញ់មិនអាចបំភ្លេចបាននៅចុងម៉ោងគឺបុលាហម្ហូបពិសេសដែលមិនអាចបំភ្លេចបានទុកគ្រាន់សារ៉េស្រង់ម៉ោងចុងបាយគ្រាន់តែមេឃជាក់នាំគ្នាដីចេញមកក្រៅមកមើលរាំងភ្លៀងហើយនៅមានណាមើលលើចុងឈើលើក្រហមភ្លឺឆ្អឺមានអ្នកណាសតតែសេមន់ឡើងក្រហមណាំស្រក់ទាំងមាត់នោះបន្តមកទៀតយើងក៏បានចុះទៅដល់ជាន់មួយទៀតគេហៅថាឋានសួគ៌លើដីទឹកធ្លាក់លើថ្មព្រៃព្រឹក្សារីយំរំពងដូច្នេះហើយតោះស្ដាប់សំឡេងនេះទាំងអស់គ្នាថាពីរោះយ៉ាងណាទៅក៏បានហូបបានតែមិនចង់ឡើយcoi á bắt nó ở cái chỗ nàyចូលខ្លះនឹងគេដែរមើលដល់ណាអូ my god oh so respect ខែវ៉ានី